Hello ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំលីសាហើយនេះគឺជា vlog ដែលខ្ញុំបានទៅលេងវត្តភ្នំតេតខ្នងដែលយើងហៅថាភ្នំប្រុសភ្នំស្រីឬវត្តគិរីសោភ័ណ្ឌភ្នំតេតខ្នងដែលស្ថិតនៅក្នុងឃុំបោះខ្នាស្រុកចំការលើខេត្តកំពង់ចាមនេះឯងដោយសារតែមួយរយៈនេះឃើញថានៅក្នុង social media គឺល្បីខ្លាំងមែនទែនជាមួយនឹងវត្តរបស់យើងដោយសារតែទេសភាពភ្នំនិងការរចនាកុដិនៅក្នុងវត្តនេះឯងដែលមានបង vlogger មួយចំនួនដែលគាត់បានចុះមកជួយផ្សព្វផ្សាយទាក់ទងទៅនឹងវត្តគិរីសោភ័ណ្ឌភ្នំតេតហើយនឹងមានចុះផ្សាយពីប៉ុស្តិ៍ទូរទស្សន៍ផងដែរនៅពេលដែលខ្ញុំបានទៅលេងកាន់អង្គនៅយប់ថ្ងៃទី2ខ្ញុំក៏បានថតជាវីដេអូដើម្បីចែកជូនអ្នកទាំងអស់គ្នាមើលផងដែរអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនិងនៅលើ social media អញ្ចឹងគឺពិតជាស្អាតខ្លាំងមែនតើហើយមិនថានៅក្នុងថ្ងៃកាន់អង្គឬក៏ជាថ្ងៃធម្មតាទេគឺមានមនុស្សទៅច្រើនខ្លាំងមែនតើជាពិសេសនៅពេលល្ងាចនេះឯងដោយសារតែវត្តរបស់យើងគឺមានស្រះត្រីដែលចិញ្ចឹមត្រីជាច្រើនម៉ឺនក្បាលទាក់ទាញជាមួយនឹងអ្នកភូមិអ្នកស្រុកដែលមកជាពិសេសនៅពេលដែលពួកគាត់ឆ្លៀតពេលទំនេរពីការងារគឺគាត់នឹងមកលំហែនៅទីនេះវីដេអូនេះគឺថតយូរដែរហើយនៅក្នុងកំឡុងខែ3ដោយសារតែនឹងខ្ញុំរវល់ទៅមិនបានថតវីដេអូនេះទើបតែបានយកវាមកកាត់តវីដេអូដើម្បីផុសអញ្ចឹងមិនថាជាទេសភាពក្នុងទីធ្លាវត្តនៅលើភ្នំមានដើមឈើពណ៌បៃតងគឺពិតជាស្រស់ស្អាតខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាបានមកលេងស្រុកចំការលើ I recommend you to go to visit this place ចង់ recommend ឲ្យអ្នកទាំងអស់គ្នាកុំភ្លេចមកលេងនៅវត្តគិរីសោភ័ណ្ឌភ្នំតេតខ្នងដែលជាកន្លែងមួយសម្រាប់លំហែអារម្មណ៍យ៉ាងធ្វើឲ្យអារម្មណ៍អ្នកទាំងអស់គ្នា fresh ផងដែរហើយនៅទីនេះពេលល្ងាចគឺមានមនុស្សច្រើនមានដូចគេលក់អីញ៉ាំនៅតាមនឹងផងដែរ